Bọn tự 4 ឆ្នាំមុននេះខ្ញុំនឹងមិននឹកស្មានថាខ្លួនឯងបានមកដល់សប្តាហ៍ថ្ងៃនេះទេតាំងពីដំណើរការមួយដែលគ្មានអីសោះរហូតបានមកដល់សប្តាហ៍ថ្ងៃនេះបន្ទាប់ពីគ្រប់គ្រងលក្ខណៈអស់រយៈពេល 4 ឆ្នាំហ្នឹងណានេះជាមេរៀនទាំង3ដែលខ្ញុំទទួលបាន Trust Process and Lesson ខ្ញុំឈ្មោះយូណាខ្ញុំគឺជាសហស្ថាបនិកម្នាក់របស់ Lacras បន្ទាប់ពីបង្កើតនិងបរិយាលើអាជីវកម្មមួយនេះទាំងអស់នេះគឺជាមេរៀនដែលខ្ញុំទទួលបានទី1គឺទំនុកចិត្តនៅពេលដែលយើងមានក្តីសម័យចាប់ផ្ដើមអ្វីមួយរឿងមួយដែលយើងអាចខ្វះបានគឺទំនុកចិត្តទៅលើខ្លួនឯងនិងទំនុកចិត្តដែលរឹងមាំទៅលើក្តីសម័យមួយនោះ 100% ថាយើងអាចធ្វើបានបើសិនជាយើងគ្មានភាពជឿជាក់ទៅលើខ្លួនឯងនិងគ្មានទំនុកចិត្តទៅលើក្តីសម័យមួយនឹងរឹងមាំទេយើងនឹងងាយចោះចាញ់ពេលដែលមានបញ្ហាកើតឡើងចំណុចទី2ដំណើរការ process ក្តីសម័យនឹងមិនអាចខ្លាចទៅជាការពិតទេបើសិនជាយើងមិនចាប់ផ្ដើមប្រតិបត្តិការទៅលើក្តីសម័យមួយនោះក្តីសម័យនឹងនៅតែជាក្តីសម័យដូចជាចសពចឹងបើសិនជាយើងអត់ចាប់ផ្ដើមធ្វើដំណើរការគឺជាការចាប់ផ្ដើមមួយដែលធ្វើក្តីសម័យរបស់យើងអាចខ្លាចទៅជាការពិតexample ថាបើសិនជាយើងចង់បើកហាងកាហ្វេមួយដំណើរការដើមគឺត្រូវរៀនសិក្សាពីកាហ្វេរហូតទីតាំងសាងសង់ទិញសម្ភារៈកាហ្វេចូលជ្រើសធនធានមនុស្សនេះគឺជាដំណើរការចាប់ផ្ដើម build business ឬ start up អីមួយត្រូវឲ្យយើងចាប់ផ្ដើមពីមួយជំហានទៅមួយជំហានហើយដំណើរការ process ទាំងអស់នោះនឹងធ្វើឲ្យយើងដឹងថាតើអ្វីទៅជាជំហានបន្ទាប់ដែលយើងត្រូវធ្វើចំណុចទី3គឺជាមេរៀន lesson ជំហាននៃការដំណើរការនីមួយៗយើងតែងតែជួបជាមួយឧបសគ្គហើយនិងកំហុសជាច្រើនប៉ុន្តែឧបសគ្គនិងកំហុសទាំងអស់នោះគឺជាមេរៀនមួយដែលសំខាន់ដែលយើងត្រូវសិក្សារៀនសូត្រពីវាដើម្បីអភិវឌ្ឍទៅមុខទៀតចំណុចនេះឧបសគ្គហើយនិងកំហុសហ្នឹងវាមិនមែនជាបញ្ហាអ្វីដែលជាបញ្ហាគឺថាតើយើងបានរៀនសូត្រសិក្សាពីកំហុសនិងឧបសគ្គដែលយើងបានឆ្លងហ្នឹងអត់មេរៀននៃកំហុសទាំងអស់នោះនឹងធ្វើឲ្យយើងកាន់តែមានវិន័យពេលដែលយើងកាន់តែមានវិន័យនឹងធ្វើឲ្យយើងកាន់តែរីកចម្រើននេះហើយដែលគេហៅថាបទពិសោធន៍ពិតនៅក្នុងជីវិតចំណុចទាំង3ហ្នឹងគឺជាបទពិសោធន៍មួយដែលខ្ញុំទទួលបានពីបទពិសោធន៍ពិតរបស់ខ្ញុំហើយខ្ញុំតែងតែយកវាមកអភិវឌ្ឍទៅលើការបង្កើតឬការបរិយាអាជីវកម្មបន្ថែមចំណុចមួយដែលសំខាន់មុនគេបង្អស់ដែលធ្វើឲ្យយើងឆ្លងកាត់រឿងទាំងឡាយបានណាគឺទំនុកចិត្តទៅលើខ្លួនឯងនិងទំនុកចិត្តទៅលើក្តីសម័យរបស់យើងសិនបន្ទាប់ពីយើងមានទំនុកចិត្តតែរឿងគ្រប់យ៉ាងយើងអាចដោះស្រាយបានយ៉ាងរលូនហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបានមេរៀនទាំងអស់ហ្នឹង